បាទលោកជួយស្រីបងប្អូនអរគ្នាថ្ងៃនេះចាប់លៀងពោះបាទដោយសារយើងសន្យាមួយប្អូននៅខាងក្រុមកសិដ្ឋានកដោប្រៃភ្នំពេញបាទគាត់ថាបងប្អូនមកគាត់នឹងទៅទិញទៅដួងមកពីណាទេបងអើយយកមកឲ្យហូបគាត់ថាហូបតែមកគ្រាប់ហើយឡើងចង់ហូបព្រោះគាត់ធ្លាប់ហូបរបស់យើងឆ្ងាញ់គាត់ថាទិញយករបស់គេមកមិនដឹងមកពីណាបងអើយដាក់តែមកគ្រាប់ចេញមកក្លិននឹងស្អីខ្លះអញ្ចឹងគាត់ថាហូបកើតទេឥឡូវគាត់ថាសន្យាvớiពួកបងប្អូនចាំយករបស់យើងទៅឲ្យបងប្អូនគាត់សាកវិញឥឡូវនេះចាប់ដើមចាប់លៀងពោះបានមួយយប់ហើយឥឡូវបន្តចាប់លៀងពោះទៀតបាទដាក់បន្តទៀតថ្ងៃសុក្រថ្ងៃសៅរ៍បានតែគាត់ថាកម្មវិធីថ្ងៃអាទិត្យអត់អីទេទុករហូតដល់ថ្ងៃអាទិត្យក៏បានអត់មានបញ្ហាអីទេបាទគាត់ថាហូបរបស់យើងទៅអត់មានក្លិនអត់មានអីផ្អែមឆ្ងាញ់តែពេលបងប្អូនទិញរបស់គេមកដាក់តែមួយម៉ាត់អត់ទៅមករួចទេសឹងបោះចោលខំឆ្នៃយកទៅឆាគ្រឿងផងលីងផងអីផងថានៅតែហូបមានក្លិនរបស់ខ្ញុំចំណងដាក់ពេលដែលគាត់ហូបជាមួយខ្ញុំនេះគាត់ថាហូបឆ្ងាញ់ហើយសោកហូបនោះបងស្អីក៏គាត់ហូបបានតែនៅពេលដែលទៅហូបរបស់គេមួយថ្ងៃមុននេះគាត់ហូបនេះគាត់ថាហូបមិនកើតទេបងអើយណាបងប្អូនទិញមកពីណាទេបាទដឹងហើយបាទសូមឲ្យអ្នកលក់សុំធ្វើការលក់ដោយមានទំនួលខុសត្រូវផងបងកុំចេះតែលក់ណាបងណាបាទការចិញ្ចឹមវាស្រួលទេប៉ុន្តែអ្វីដែលសំខាន់គឺយើងយកទៅឲ្យអតិថិជនគាត់ហូបសម្រាប់ទីផ្សារសាច់ដួងនេះវិញគឺពិបាកនៅក្នុងការហូបណាឬវារើសមនុស្សណាតើតាអ្នកហ៊ានហូបបានគាត់ហ៊ានទិញយកទៅហូបបាទទៅពេលហូបហើយបើសិនជាប៉ះចំមានក្លិនទៀតគឺគាត់ឡើងចង់ហូបហើយតែឡើងហូបគឺខូចទីផ្សារសាច់ដួងទាំងអស់មិនថាបងចំខាងណាចំខាងណីទេបងបាទហើយក៏សូមអរគុណដែរអតិថិជនចាស់បាទដូចថ្ងៃមុននេះគាត់យកទៅហូបបាទដាក់ឲ្យគាត់ម៉ោង3ម៉ោង10យប់ឡើងគាត់ទេថែមបាទហើយសម្រាប់ក្មួយវិញបាទឥឡូវបានទេកក់បន្ថែមមិនតបានលៀងពោះបន្តទៀតឥឡូវគឺកក់អស់1គីឡូកន្លះទៀតបាត់ហើយបាទនេះបងប្អូននៅសារណាត់គ្នាហើយជើងមុនបានដាក់ឲ្យដែរអូខេឥឡូវជើងនេះចាំយកថ្ងៃសៅរ៍អាទិត្យនេះយកបានទេបាទហើយបើមានក្លិនអីខ្ញុំធានាមិនបាច់ភ័យទេបើមានក្លិនចាញ់មកស្ដីឲ្យអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលបានកក់ហើយជេឬបងដែលបានកក់មុនកក់វគ្គក្រោយនេះចាំវគ្គក្រោយអាទិត្យក្រោយទៀតបងមិនអាចចាប់កើតណាអានេះណាត់បងប្អូននេះដោយសារទឹកជើងមុនបានដាក់ឲ្យឥឡូវជើងនេះដាក់ឲ្យសិនអូខេអរគុណច្រើនតែកន្លះគីឡូអរគុណបាយ